journey begins not with stone or sky, but with people. In our classroom, guided by Professor Hapolti, we step into the world of Cambodian's business law. But this was more than lectures. It was debate, presentations, case studies, a moment where idea collided and friendship grew. Professor reminded us again and again, យើងគឺជាសង្ឃឹមនៃជាតិ We are the hope of our nation. Everyone, you are the hope of our nation. Every activity pulled us closer, shaping not just knowledge, but unity. 8 parts, 8 groups, 1 story. A story of collaboration, of vision, of a class becoming more than classmates, becoming a family. This is not just a project. It is a proof that learning can inspire, that unity can transform, and that together we carry the future. This is what we have learned from Cambodian business law. Enjoy. Everyone, you are the hope of our nation. ហើយទេសភាពល្អអាកាសបរិសុទ្ធមានដល់អត់ចង់តែរៀនវិញសោះ គិតដូចគ្នាតើនៅនេះល្អជាងអង្គុយនៅក្នុងថ្នាក់ ពួកយើងផ្លេចធ្វើ assignment CBL ហើយ It's due ថ្ងៃហ្នឹងទៀត Wait ធានបននេះគេម្ដងទៀត យើងធ្វើពី National Assembly អីគេអាហ្នឹងខ្ញុំអត់ដែរស្ដាប់សោះក្នុងឆ្នាំដូចគ្នាខ្ញុំសរសេរតាមធានអត់មានទាំងអស់ National Assembly ឬក៏ខ្មែរហៅថារដ្ឋសភាគឺជា main law making body in Cambodia មានន័យថាគាត់ជាអ្នកបង្កើតច្បាប់ហើយនៅក្នុងនោះមានសមាជិកចំនួន125នាក់ហើយគេ elect every 5 years អីគេតែពួកខ្ញុំមិនសូវយល់ ចូលមកតន់យល់ទៀតអត់អីមកតាមខ្ញុំមក I'll show you guys how it really worksសូមគោរពពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាដែលទស្សនា CVL News ថ្ងៃនេះផងដែរយើងឃើញថាព្រឹទ្ធសភាបានមកប្រជុំគ្នាពិភាក្សានៅលើការស្នើច្បាប់ថ្មីទៅខេត្តកំពតការប្រជុំរដ្ឋសភាត្រូវបានចាប់ផ្ដើម Oh, you're invisible, man. I think we're in observer mood. ចឹងគេមកយកឃើញទេ អូយខ្ញុំចង់ដឹងពីអីណោះ មុននឹងយើងអនុម័តទៅលើការងារមួយហ្នឹងពួកយើងត្រូវធ្វើការ debate ទៅលើ proposal មួយហ្នឹងចឹងគណៈកម្មការរបស់យើងបានពិនិត្យលើច្បាប់ហ្នឹងរួចរាល់ហើយយើងអាចដាក់អនុម័តច្បាប់នេះបានយើងចង់កែលម្អវិស័យសុខាភិបាលនិងវិស័យអប់រំ We propose a new law to improve public services. ខ្ញុំចង់សួរទៅខាង Minister ថាអីបានជា new policy ដែលយើងដាក់ស្នើហ្នឹងមានការ delay ហើយគាត់ម្នាក់មិញហ្នឹងហៅថា specialized commission member គាត់នឹងពិនិត្យមើលច្បាប់មុននឹងគាត់អនុម័តវាមូលហេតុនៃការពន្យាពេលគឺដោយសារពួកយើងកំពុងតែផ្ដោតលើការកែលម្អពេលដែលការកែលម្អបានរួចរាល់ពួកយើងប្រកាសជាដាក់ផ្សព្វផ្សាយជាសាធារណៈ ហើយយើងត្រូវប្រើរយៈពេលប្រមាណដើម្បីឲ្យ proposal របស់យើងបានចូលជាធរមាន ដើម្បីចូលជាធរមានយើងត្រូវការរយៈពេល 10 ថ្ងៃសម្រាប់អ្នកនៅទីក្រុងភ្នំពេញនិង 20 ថ្ងៃសម្រាប់ទូទាំងប្រទេស តើសមាជិកទាំងអស់គ្នាយល់ស្របនឹងមតិនេះដែរឬទេ យល់ស្រប អញ្ចឹងបើគ្មានអ្នកជំទាស់យើងនឹងអនុម័តច្បាប់នេះ អូមុននឹងច្បាប់ចេញជាធរមានត្រូវមាន approve ពីស្ដេចត្រូវអត់ ខ្ញុំអង្គម្ចាស់នឹងអនុម័តច្បាប់នេះឲ្យចេញជាធរមាន អត់អីទេបើអត់មានស្ដេចប្រធានប្រតិភិក៏អាចសម្រេចចិត្តបានដែរ A bit chaotic right here but we hope you learn something about National Assembly Group 1 out Everyone, you are the hope of our nation. មានគ្រួសារពីររស់នៅជិតគ្នាយ៉ាងសុខសាន្តប៉ុន្តែថ្ងៃមួយក៏កើតមានជម្លោះដោយសារតែដីមួយកន្លែង ។
bọn đi đôi ở đại khơi nha đừng miên cái song lên đây với thử con Ngày mình ta hiện tại ê đi ta mà này đi mà nhông miên hiểu trang xua rồi ស្មាចុកស្មាមែនចាំខ្ញុំច្បាច់ស្មាឲ្យសួរអត់ណាសួរកូនអូដឹងណាគេពូវិសាហៅយើងអីម៉ាក់វិសាមានការអី người ta mấy ba người ta xong là bọn lên đây nhông chẳng មិនបានវិសាថាចឹងដីហ្នឹងដីរបស់ខ្ញុំតាខ្ញុំអ្នកຕົកឲ្យដីហ្នឹងរបស់គ្រួសារខ្ញុំតាអូមែនតាប្រហែលពួកយើងច្រឡំដង បើអត់ដោះស្រាយបញ្ហានឹងមួយខ្ញុំឲ្យស្រួលបួលទេយើងទាំងពីរនាក់ទៅតុលាការជាមួយគ្នា ចំនួនកាន់តែធំទីបំផុតគ្រួសារទាំងពីរក៏ឈានដល់តុលាការក្នុងការដោះស្រាយ សូមក្រោកឈរដើម្បីបើកសវនកម្ម ថ្ងៃនេះតុលាការនឹងស្ដាប់រឿងក្តីចំនួនរវាងភាគីកលោកវិសានិងភាគីខលោកស្រីនីតា អង្គចៅក្រមជាទីគោរពខ្ញុំជាមេធាវីការពាររឿងក្តីឲ្យលោកតារាដោយបានដឹងស្រាប់ហើយថាលោកតារាគឺជាម្ចាស់ដីពិតប្រាកដនៅដីនេះព្រមទាំងមានប្លង់ផ្សំជាមួយជាផកតា ចៅក្រមជាទីគោរពខ្ញុំជាមេធាវីការពារកូនក្តីឲ្យលោកស្រីនីតាដែលគាត់បានបញ្ជាក់យ៉ាងមុតមមថាដីហ្នឹងជាដីដែលបានបន្សល់ពីលោកពុករបស់គាត់បានចែកឲ្យជាយូរលង់ណាស់មកហើយ អង្គចៅក្រមខ្ញុំសូមតោះហៅពីបញ្ឈិញដែលជាសាក្សីមកសាមការ ជំរាបសួរអង្គការក្រមខ្ញុំប៊ុនជីងជាអ្នកជិតខាងបបវិសាហើយខ្ញុំរស់នៅដល់20ឆ្នាំហើយខ្ញុំឃើញវិសាធ្វើសកម្មភាពនៅក្នុងតាំងតាម តុលាការជាទីគោរពអនុញ្ញាតឲ្យនឹងខ្ញុំសាកសួរសំណួរទៅកាន់សាក្សីតើសាក្សីមានផតតាអ្វីជាផ្លូវការដែលបញ្ជាក់ថាដីនេះជាដីរបស់លោកវិសា ចាខ្ញុំអត់មានទេគ្រាន់តែខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំបានមើលឃើញ សូមគោរពលោកចៅក្រមខ្ញុំបាទគឺជាមេភូមិហើយបើតាមការចុះបញ្ជីលោកវិសាបច្ចុប្បន្ននៅទីនេះ20ឆ្នាំមែននេះគឺជាឯកសារយោង ក្រោយពីបានស្ដាប់ចម្លើយរបស់សាក្សីទាំងសងខាងតុលាការសម្រេចចិត្តថាដីនេះគឺជាកម្មសិទ្ធិទាំងស្រុងរបស់លោកវិសាល ខ្ញុំយកឲ្យលោកស្រីចៅក្រមឲ្យក៏សុំទោសទៅកាន់វិសាល បាទអញ្ចឹងយើងខ្ញុំក៏យល់ដែរខ្ញុំសង្ឃឹមថាយើងអាចរកអានជាអ្នកចិត្តខាងល្អមួយនៅពេលអនាគត អញ្ចឹងចង់អពាវនាវទៅកាន់អ្នកទាំងអស់គ្នាថាចំនួនទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធីមិនមែនដោយកំហឹងឬមួយក៏អំពើហិង្សាទេ សវនកម្មត្រូវបានបញ្ចប់ នៅទីបំផុតគ្រួសារទាំងពីរក៏បានរៀនថាការអត់ធ្មត់និងភាពស្មោះត្រង់គឺជាមធ្យោបាយដ៏ល្អបំផុត In Cambodia, thousands of young people start their future the same way, with a single signature. Hello Chita, thank you for coming in today. So we have went through your applications and it's quite an impressive one. So we would like to offer you the position immediately. Oh, thank you so much, Bong. I'm very excited to work here. Yes. That's very good to hear because over here we value hardworking and committed employees, especially during peak tourist seasons. Okay, so here is the employment contract. It's a standard one, so you don't have to read anything. Bongខ្ញុំសុំពេលកាត់មើលសិនណាបង អាហ្នឹង standard contract ចឹងណា everyone បានពេលអានសិនណា you have nothing to worry about just sign here តែនិយាយចឹងបង6កន្លះហើយពេលណាដល់ម៉ោងចេញទៅទេហើយតាំងពីត្រូវចេញឥឡូវមួយថ្ងៃគេធ្វើការតាំង8ម៉ោងសោះចុះថៃបានអត់ទាន់មានអ្នកគេចេញចឹងនៅនឹងទាំងអស់គ្នានៅការងារច្រើនទៀតដើម្បីធ្វើទាំងអស់ហើយថ្ងៃ គេថាការ OT ចឹងគេបានលុយថែមហ៎បង này xong cho thôi mình ចាមានអីកាត់ឡើងមែនបង OT ចឹងគួរតែបានលើពីប្រាក់ខែដែលយើងបាន អូចឹងល្អហើយចឹង តែនៅនឹងគេធ្វើចឹងឯអូ Man, I don't remember the last time I had a day off. Like I don't even see my family anymore. ខ្ញុំដូចគ្នានោះមួយថ្ងៃមកទៅធ្វើការសឹងរងថ្ងៃអី ចុះនៅនេះគេអត់មានថ្ងៃឈប់សម្រាកអីហ៎បង ខ្ញុំទៅក្នុងមួយអាទិត្យគេត្រូវឲ្យមួយថ្ងៃ ចុះថៃបានមិនអត់ឲ្យយើងឈប់សម្រាកចឹងបង អត់ដឹងដែរតោះឡើយនៅលេងសិនណាកុំគិតរឿងការងារពេក តែពីអាទីកន្លែងហ្នឹងធ្លាប់មានគេឆក់ម្ដងឯណា អូបើបងមើលធ្លាប់មានគេឆក់ចឹងអត់ត report ប្រាប់ម៉ែ ខ្ញុំប្រាប់គាត់ហើយប៉ុន្តែគាត់ធ្វើដូចសើខលសោះ អូកន្លែងតែខយដែលសញ្ញាកងធាននេះ without even reading I just trusted it and signed it it's all because of the HR អញ្ចឹងគាត់អាចយល់បានខ្លះហើយត្រូវអត់ But what if it's already too late It's never too late to know your right នេះចាបងហាត់ម៉ែហើយបានសម្រាប់មែន មានចាំថាលោកណាដែលមានសម្រាប់មានខាងសម្រាប់យូរ
ចាខែការមួយថ្ងៃនិយាយរួមទៅមួយអាទិត្យហ្នឹងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហ្នឹងគឺមានធ្វើការពេញហ្មងហើយពីព្រឹកដល់យប់ហ្មងចាតើកាយអត់ឲ្យសម្រាប់អីមួយថ្ងៃក៏អត់ដែរសម្រាប់ដែរបើធ្វើការថែមម៉ោងវិញគឺអត់ដែរឲ្យប្រាក់ខែហ្មង No តែធ្វើចឹងអត់ត្រូវណាតាមមេចាំច្បាប់បាននិយាយអូខេមិនដឹងថាច្បាប់និយាយថាម៉េចប៉ុន្តែបើគាត់អត់គ្រប់ច្បាប់នេះធ្វើម៉េច From Kampot to Siem Reap, the law is the same, but reality isn't. បងខ្ញុំសុំសួរមួយ អង្គុយមក ឥឡូវខ្ញុំកំពុងគិតពី working condition OT ហើយ working hour នៅនេះខ្ញុំមានអារម្មណ៍ថាកន្លែងធ្វើការនេះដូចអត់សមស្របសោះបង ហើយនៅនេះគេធ្វើការអញ្ចឹងទាំងអស់គ្នាតា តែបងឯងធ្វើការទាំងអស់គ្នាហ្នឹងសួរថាវាសមស្របជាមួយច្បាប់ labor law ហ្នឹងអត់ បើណៃអត់ពេញចិត្តណៃដើរចេញទៅ អត់អីបងជាមួយខ្ញុំនឹង report បងឯងទៅ labor inspector Labor law, employer are required to respect legal working hour, ensure overtime compensation, a weekly rest, and ensure a safe working condition. Yeah, I'm so happy you left the company. I'm so glad to hear that. And just you can look out next time. My company that follow proper labor law has proper overtime payments. You would like to ask me about anything, you can contact me. ជាហ្នឹងណាអូយមកធ្វើការនៅស្រីមកនិយាយតែយូរធ្វើការនៅណាអូខ្ញុំឈប់ពីកន្លែងធ្វើការចាប់បាត់ហើយថាម៉េចគេត្រូវគេចាប់បាត់ហើយណា Oh my god តែអត់ធ្វើខុស labor law អូវ៉ាវចុះឥឡូវអូខេឥឡូវគេផ្ដំគាត់បាត់ហើយលើខាងហ្នឹង working condition ក៏អត់ល្អដែរទៅគូ you should report it to the labor inspector អូខេខ្ញុំចង់ស្ដាប់ថាតើត្រូវធ្វើម៉េចអូខេ ហើយនឹងមកដល់កប៉ោហើយហើយអ្នកទឹកមុខវាខំស្បើមែនមកពីធ្វើការដាច់យប់រាល់ថ្ងៃហើយតែមិនតែដាច់ទៀតដូចគ្នានោះនៅដល់ដាច់យប់អាទិត្យមុននៅដល់ម៉ោង 9 យប់ហើយអាទិត្យនេះនៅដល់ម៉ោង 10 យប់ហ្នឹងហើយខ្ញុំចង់ហ្នឹងគេថាដល់ការងារត្រូវធ្វើប៉ុន្តែវាអត់ត្រូវអូយអត់កើតទេចើអញ្ចឹងតែយើងត្រូវធ្វើអីម្យ៉ាងហើយមកពួកខ្ញុំមកថ្ងៃហ្នឹងមានរឿងចង់និយាយមកថ្ងៃទៀតដោយសារតែមិនហ្នឹងពួកខ្ញុំធ្វើការថែមមករហូត ការងារពួកខ្ញុំច្រើនហើយតែខែតិចទៀតតែធ្វើមិនបានហ្នឹងខ្ញុំខុសត្រូវរបស់អ្នកទាំងអស់គ្នាសម្រាប់ការងារនេះខ្ញុំសូមតាក់ថាយើងគួរបានអូតែនេះគឺជាគោលការណ៍របស់ក្រុមហ៊ុនយើងបងចង់គោលការណ៍ក្នុងថ្ងៃហ្នឹងអត់មានដំណើរទៀតសម្រាប់ពួកខ្ញុំនៅឯចឹងទៅបើខ្ញុំបោះស្រាយអីសម្រាប់ពួកខ្ញុំអត់បងដឹងហើយតែសារនេះគឺជាទូរទស្សន៍របស់ពួកឯងអាឡូមកខ្ញុំមាននិយាយមួយ manager ហើយគាត់អត់មានដំណោះស្រាយឲ្យពួកយើងទេគាត់នៅតែនិយាយដដែលថាវាជាទំនួលខុសត្រូវរបស់យើងវាជាគោលការណ៍របស់ក្រុមហ៊ុន បទប្រកបណាស់ខ្ញុំគិតថាយើងទាំងអស់គ្នានឹងប្រមូលក្នុងគ្នាហើយងាប់ឈរដើម្បីប្រឆាំងនឹងភាពយុត្តិធម៌ទាំងអស់នោះ cònយើងមានទៅរកវិធីដោះស្រាយផ្សេងទៀតបងខ្ញុំចង់ដាក់ពាក្យបណ្ដឹងតាក់ទងនឹងទំនុកកន្លែងធ្វើការរបស់ខ្ញុំខ្ញុំមកដាក់ពាក្យបណ្ដឹងនឹងនេះបាននឹងឯកសារពេញបែបបទ អូខេអញ្ចឹងពួកយើងនឹងផលិតឯកសារនេះបន្ទាប់ពីគាត់បំពេញបែបបទដាក់ពាក្យបណ្ដឹងនេះរួច អញ្ចឹងយើងបានទទួល complaint ច្រើនអំពីការអត់បងប្រាក់ជូននយោជិតរបស់យើងទាក់ទងនឹង overtime របស់ យើងបានទទួលដែរហើយពួកយើងកំពុងតែធ្វើការលើហើយពួកយើងនឹងព្យាយាមធ្វើមិនឲ្យទាន់ពេលវេលាពួកគាត់បើតាមច្បាប់ការងារគឺ overtime យើងត្រូវតែបងប្រាក់គាត់តាមចំនួនកំណត់តាម rate ដែលកំណត់តាមច្បាប់ ចឹងភាគីទាំងសងខាងមានរឿងអីអាចបកស្រាយបាន គឺកន្លែងធ្វើការរបស់ខ្ញុំខ្ញុំបានធ្វើការខាងនោះរាល់ថ្ងៃប៉ុន្តែអត់មានប្រាក់ចំណូលខែទេខ្ញុំហៅថាជួបខុសការរបស់ខ្ញុំធ្វើការគ្រប់តងខ្ញុំគិតថាអាហ្នឹងវាមិនមែនជាតម្រូវការទេបុគ្គលិកគាត់គួរតែធ្វើការហើយគាត់ក៏ត្រូវបំពេញកាតព្វកិច្ចរបស់ពួកគាត់ឲ្យបានត្រឹមត្រូវដែរខ្ញុំបានធ្វើការរបស់ពួកខ្ញុំហើយពួកបងជាមេក៏គួរតែឲ្យប្រាក់ខែបន្ថែមនៅពេលដែលពួកខ្ញុំធ្វើការថែមមកដែរ ចឹងក្រុមហ៊ុនយើងនឹងផ្ដល់សំណងជូនអ្នកទាំងអស់គ្នាហើយអនុវត្តតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ចឹងភាគីទាំងសងខាងយល់ស្របនឹងឯកភាពគ្នាតាមច្បាប់ក្រុមហ៊ុនដែលគាត់ចែងមកថ្មីហ្នឹងណា Hey guys, thanks for meeting me. I have
some youth. My friends are interested to invest in Cambodia. They're not sure which sectors to go for. Could you brief some basics that can get them started? Of course, the latest law on investment states that foreigners can own 100% of their business with no local partner required in almost all sectors, excluding land. And the golden ticket I keep hearing about. The actual fee center based on category 139, other than is listed in the negative list. So this center create a tax holiday, zero income tax for 3 to 9 years, plus 0% VAT reduction import. Let's take this further and have my friends explore potential businesses in Cambodia. Wow, the land prices is still affordable compared to bigger cities, and the urban development is growing really fast. So the ROI must be potentially strong. If I want to build or own the condominium just like this, what are the ownership limitations? So under Cambodia law, foreigners can own up to 70% of the whole units of the co-owned building, but only above the ground floor. Oh. However, per Article 16 of the investment law, if registered as a local subsidiary, the foreigner can own 100% of the land. So what are the procedures? For residential project, you need two license. License 1 is for the finished project that put up on sale, and license 2 is for the project put up on sale during the construction. They can be from the ministry if over 3,000 square meter. Otherwise, they are from the PMIS. So after obtaining the permit, the construction must start within 1 year. And additionally, construction site opening and closing must also be obtained before and after closing your construction site. There's also a certification of completion that you must obtain from the ministry as well before being open to the public. Okay. About pipa is very well known. The white one could be sold up for 100 per kilogram. Also, steady demand. Is this sector secure for foreign investment? So absolutely, well, under the law of investment 2021 by Cambodia, you can register as a qualified investment project, which gives you tax holidays of 3 to 9 years, and also import duty exemptions on certain equipment. And also, there's also a special case of paid VAT, which means that you can bring in certain agricultural products and items where you bear 0% VAT. That means that the products you bring in are all borne by the state, which gives you an immediate 10% benefit towards your overheads. Yes, and it's also protected by the geographical indicator, and it's help in boosting export value. So you can own the business 100%, and it's structured through the long-term lease. That is lower risk significantly. What about market access? So about the market access, since Cambodian is benefit from free trade agreements like ASEAN Free Trade Area and the EU everything but arms, so it's helping you to giving the preferential export access to low or the zero tariff. Cambodia has attracted many tourists with its river, mountains, and its relaxing atmosphere. Tourism is growing thanks to better infrastructure, safety, and new development like airports, Kampot International Tourism Port that recently opened in April 2025. What about the safety of the tourists? And how about my capital? I want to know if my capital I'm going to invest is going to be safe. Securities has improved with dedicated tourist police. For investors, Article 14 of 2021 on law on investment provide guarantees against nationalization. What about the growth rates? You know, with this kind of industry, there's going to be ups and downs. You know, I want to know whether or not my investment is going to be sustainable. Don't let the rainy season label fool you. With the government 2025 Green Season campaign, there was a 64% jump in visitor during the traditional off-peak months. It sounds really encouraging. I look forward to learning more about it. Thank you. Cambodia also has a plan in manufacturing, especially with low production costs. Okay, so what about incentives? If I ask QIP, you will get 0% on tax for 3 to 9 years. That sounds very attractive. So are there any other benefit for customer duties as well? Because I hear that in some places it can be very expensive. Based on law on investment, you get 0% on custom duties on all import heavy machinery, construction material, and one-stop service. There are education of special economic zone with modern infrastructure that can make the business easy. Wow, that seems like a very attractive value propositions. And thank you for your information. Thank you. Thank you. Sold 100% on foreign ownership and 70% quota on condos. The legal framework here is much stronger than I expected. It over for me, helping the state bear the 10% VAT and getting duty-free import make our agriculture amazing and beautiful. And don't get me started about the QIP status, up to 9 years of tax holiday and protection against nationalization. That's the security my capital needs. Plus, with the new international port and emerging green growth season, the timing is perfect. Cambodia isn't just emerging anymore, it's ready. Sounds like we're moving forward to 100% ownership and zero limits.
ហើយនៅអីក៏បាន អូឥឡូវ client ហ្នឹងគេហៅតែ company ហ៎អ្នក freelance ដូចមីអញ្ចឹងគេអត់សូវហៅទេគេអត់សូវជួយទឹកចិត្តហ៎ ចង់និយាយថាការ company មួយខ្លួនឯងហ៎ អូតំណងតាចាំនេះទៅព្រោះជាមួយ business partner មីម្នាក់មួយសិនមើលអាឡូចឹងពួកនឹងនិយាយចឹងមែនយ៉ាពួកគាត់សឹកជា idea ហ្នឹងក៏យូរទៅមានអីល្អតាបើ company មួយតាតើយើងធ្វើ official មកមែនតើមកតា approve yes បងយើងសុំ Hello វ៉ែ business អត់ដែរបងខ្ញុំចង់សួររឿងក្រុមហ៊ុនហ្នឹងបង្កើតក្រុមហ៊ុនត្រូវការខ្លះបងដំបូងឡើយត្រូវការឈ្មោះក្រុមហ៊ុន ID អាស័យដ្ឋាននិងឈ្មោះអ្នកភាគហ៊ុនដើម្បីបង្កើតអូអរគុណបងអរគុណចាំខ្ញុំបង្កើតតាមបងអូខេ Trên thân chơi bụng khó. A few moments later. Chawon! Good news! Okay. Our company got approved. Let's fucking go! ហើយអូនគ្រប់យ៉ាងល្អឥតខ្ចោយអានេះអាចចុះឈ្មោះជាមួយនឹង CP បានហើយបង ខាងធនាគារបងបានដំណើរការបង អរគុណច្រើនបងគុណ អញ្ចឹងបងនេះ office ថ្មីបងបង អូ វាអត់ទូចវាអត់ធំពេកទេប៉ុន្តែសម្រាប់បងខ្ញុំចាប់ដើមអញ្ចឹងប៉ុណ្ណឹងវាស័ក្តិសមហើយ ប៉ុណ្ណឹង seems good right very good perfect អូខេខ្ញុំយកបង ចាបងចាអញ្ចឹងយើងទៅដាក់លុយតា អូ first class យ៉ាងតាជីវិតបងចឹងមកមានកាយដែរបងស្ដីអូនខ្ញុំមកហៅស៊ីអូនសួស្ដីបងស្ដីស៊ីខ្ញុំចង់ឲ្យខ្លួនមេបងនៅណាដែរបងអូបងគាត់នៅខាងក្នុងបងខ្ញុំចង់ឲ្យបង អរគុណសម្រាប់ការជ្រើសរើសក្រុមហ៊ុនរបស់ពួកខ្ញុំ Ê, bên này lên là ngó đây nè. Đọc chừng nào mình màn đâu ấy, mà chia này có bốn. Ủa đến Sky đang chốc cháy đàm đó này. Mày chụp đó hay không? Mày nhóm tâm trai con nhau mấy á, xung quật trai. Ai đều đần để mê trong đỏ đó á, cờ đỏ bàn đây. Mày thấy, bây giờ miên lôi xong nó cái phóng. Miên lôi nào mẹ đỏ thôi này. Chẳng thơm mấy chứ. Tam chặt này á, giờ miên lôi bong mòn. Thằng mấy cho nhóm thử, ai tôi sao tao công hôn bên này mày. Nhóm lấy khen đi cái lần đó là về buôn nói nè. Còn ai bắt bong thì sao tao công hôn say thôn chân nha nè. លីយ៉ាកុំលេងសើចបើយើងចាប់ពាក់គេលើសពី5លានរៀលយើងមានពេលតែ30ថ្ងៃណាដើម្បីប្តឹងទៅតុលាការហើយបើតាមមាត្រា144វិញយើងជាម្ចាស់ភាគហ៊ុននេះគឺយើងជាអ្នកចុងក្រោយគេបង្អស់ឲ្យតែទទួលបានលុយនិយាយទៅគឺយើងអត់មានបានអីសោះហ្មង មិនអីទេវាមិនទាន់ចាប់ត្រឹមហ្នឹងទេយើងអាចស្នើសុំការស្ដារលទ្ធភាពរស់រានឡើងវិញបានវាក៏ដូចជាការជួយសង្គ្រោះបន្ទាន់ទៅដល់ក្រុមហ៊ុនយើងដែរតុលាការនឹងរៀបចំនៅក្នុងប្រាក់ចំណាយឡើងវិញដើម្បីកុំឲ្យក្រុមហ៊ុន Golden Sky របស់យើងរលំបាក់ទៅហើយយើងគ្រាន់តែត្រូវការរៀបចំផែនការមួយឲ្យសោះស្រាយហើយច្បាស់លាស់ដើម្បីយកទៅឲ្យគេទៅ Mày, tôi dậy lại nó không nhầm thét mà. Nâng em mày. Bà trai cram tha ót á, dương thử tờ đùm sai công hôn dương chào rồi. Hay tới tóc hay cùng tơi nó cứ thử lụa chào. Nè xong bè vẹn ta mấy có thử lụa xong kia nè. Vậy mẹ nè. Hay dương mày được mà sai à? អ្នកនរគ្នាដឹងនៅពេលដែលយើងឡើងដល់តុលាការធំ
យើងលែងជាបញ្ហាទៀតហើយដោយសារតែនៅពេលដែលយើងឡើងដល់តុលាការគេនឹងបញ្ជូនអ្នកថ្មីមកកាន់កាប់លើការងារយើងទាំងអស់មកអញ្ចឹងគេឆែកទាំងទៅលើសោហើយនឹងសភៅសាច់របស់យើងទៀតដូច្នេះនៅក្នុងមាត្រាទី146មានន័យថាយើងអស់ផ្លូវហើយអញ្ចឹងយើងលែងខ្លាចជាមេគេទៀតហើយយើងខ្លាចជាអ្នកទោសវិញហ្មងណាហើយច្បាប់នៅស្រុកយើងឥឡូវវាថ្មីហើយយឺតទៀតហើយម្យ៉ាងទៀតយើងក៏អត់ទាន់មានរបៀបថាចៅក្រមដែលគាត់មានវិជ្ជាជីវៈខាងផ្នែកអាជីវកម្មបច្ចេកវិទ្យានឹងទៀតឈប់គ្នាយើងមកនេះមកខ្ញុំគិតថាក្រុមហ៊ុនយើងនៅមានផ្លូវដើរទី1បើតាមអាតិខ158យើងត្រូវបញ្ឈប់ការដកប្រាក់ចំណេញភ្លាមទី2យើងដាក់ពាក្យស្នើសុំស្ដារនីតិសម្បទាដែលជាច្បាប់នៃប្រជាជាតិកម្ពុជាយើងជួយយើងតាមរយៈការប្រកបបំណុលរបស់យើងហើយច្បាប់ហ្នឹងអត់ឲ្យចាស់បំណុលហ្នឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនយើងភ្លាមទេអញ្ចឹងក្រុមហ៊ុនយើងអត់តន់ចប់ទេតែប៉ុណ្ណឹងព្រោះវិញយើង អញ្ចឹង company យើងសង្គ្រោះបានទេចឹង តោះយើងបើកជួរដើរលេងតោះ នេះគេសន្យាទិញលក់ កាហ្វេ របស់យើងណាបងថានឹងដឹកឲ្យខ្ញុំចំនួន200 បាវប៉ុន្តែឥឡូវហ្នឹងសូម្បីតែ1 បាវក៏បងអត់ទាន់ដឹកឲ្យខ្ញុំដែរអញ្ចឹងទៅខ្ញុំចង់ដឹងពីមូលហេតុដែរថាមិនបងឯងអត់ដឹកកាហ្វេខ្ញុំអញ្ចឹងណាជាស្អីបងដោយសារតែឥឡូវហ្នឹងបងដោយដឹងស្រាប់ថាសាំងត្រីប្រេងយើងវាឡើងថ្លៃណាអញ្ចឹងទៅបានជាការយឺតតែអញ្ចឹងអត់ឯងបងដោយសារតែមានការយឺតតែអញ្ចឹងទៅចាំខ្ញុំដឹកអាពាក់កណ្ដាលឲ្យបងហើយនៅសល់100 បាវទៀតខ្ញុំដឹកពេលដែលខ្ញុំចាប់ដើម clear វាបានអញ្ចឹងណា and ដើម្បី compensate បងចាំខ្ញុំថែមមកបង5 បាវទៀតអូខេបងតាមជំនួយនេះយើងឃើញថាទីដែលជាអ្នកលក់គាត់បានប្រគល់នៅកាហ្វេ 5 បាវដើម្បីជាសំណងជំនួយចិត្តទៅដល់ខាងអ្នកទិញដើម្បីចាប់វិវាទមួយនេះស៊ីមួយប៉ុណ្្នឹងឯងស៊ី2ទៅ100ជាងហ្នឹងអញ្ចឹងក្នុងចំណោម3នាក់ហ្នឹងថ្ងៃចូលឆ្នាំខ្មែរមានអ្នកគេអាចថែមមកធ្វើការបានអត់បងឆ្នាំមុនធ្វើការថែមមកហើយឆ្នាំនេះខ្ញុំចង់ទៅលេងស្រុកចុះជិះមានអត់បងឆ្នាំមុនខ្ញុំថែមមកហើយឆ្នាំនេះខ្ញុំមានព្រមតែទៅស្រុកអញ្ចឹងដោយសារពីអ្នកឯងជាបុគ្គលិកចាស់ឯងអាចសម្រាប់បានហើយសម្រាប់ហួតឯងនៅថ្ងៃចូលឆ្នាំខ្មែរហ្នឹងឯងធ្វើការធម្មតាចាបងបងយេអត់ទៅស្រុកទេចុះមកមានការអីមែនអូនចូលចិត្តវិញថ្ងៃចូលឆ្នាំខ្ញុំសុំអត់ទៅការវិញខ្ញុំចង់ទៅស្រុកដែរអត់បានទេអូនអត់មានបុគ្គលិកនៅប្រចាំហាងហ្នឹងបងតាមខ្ញុំចាំច្បាប់ការងារគេមានសិទ្ធិខំបុគ្គលិកឲ្យធ្វើការអត់ទេណាអូខេបងយល់តែឥឡូវហ្នឹងអត់មានបុគ្គលិកទេចង់ឲ្យអាចជួយសម្របសម្រួលបងបន្តិចទៅឥឡូវចេះក៏បានដែរចូលឆ្នាំហើយបងសងថ្ងៃចូលសម្រាប់ឲ្យអូនឯងហើយផ្ដល់ប្រាក់លើកទឹកចិត្តឲ្យអូនឯងយកព្រមអត់អត់ស្រួលបងអត់ពីការដល់សាយវាតាវេនីសិនចឹងសិនពីធ្វើប៉ុណ្្នឹងបានទេទី3អត់សិនសាំញ៉ាំអត់សិនវិញឆ្ងាយតែថតឡើងស្វាយមើលទៅខ្ញុំដឹងអូអត់ចេះស្រាយបងគាត់ខាងចាស់ដីហ្នឹងមែនបងបងមានអីមែនបងអូលបងទៅសងចូលដីខ្ញុំមកបងសងចូលមិនបងតែថាដីហ្នឹងខ្ញុំទីពីគេគឺមានសងស្រាប់ហ្នឹងបងចង់អត់អីបងកុំឲ្យវាទៅឆ្កែចឹងទៅជួបមេភូមិហ្មងបងនឹងឲ្យលោកបងទៅសាតែខាងគាត់ហ្នឹងគាត់ចោលខ្ញុំថាខ្ញុំបានសងបងលើកដីមកគាត់តែដីហ្នឹងខ្ញុំទិញមកគឺមានសងស្រាប់ទេអូហើយថ្ងៃនេះវិញមានអីនិយាយតែពួកខ្ញុំច្បាស់ខ្ញុំមិននឹងយល់ឲ្យពួកគាត់សំជាប់ព្រំដីខ្ញុំមែនពួកឯងមួយអាចចាញ់សិនបានតែបើខ្ញុំមើលទៅតាមផងនេះទៅដីបងបានចូលទៅក្នុងដីគាត់មែនអញ្ចឹងទៅដំណោះស្រាយមានតែបងត្រូវសាររើលបងនឹងសារថ្មីហើយធ្វើវាឲ្យស្មើព្រំសូនទាំងអស់គ្នាទៅបើនឹងជាដំណោះស្រាយមកទៅធ្វើសិនហ្នឹងហើយបងមានតែអញ្ចឹងអ្នកទាំងអស់គ្នាឃើញចំនួនមួយនេះគឺជាចំនួនដីធ្លីហើយអ្នកទាំងពីរបានបញ្ចប់វិវាទនេះដោយក្រោយប្រព័ន្ធតុលាការដោយភាគីទាំងពីរបានយកស្របលក្ខខណ្ឌរួមមួយតោះឥឡូវយើងមកថតស៊ីន4នេះឡូឈុនហេងឈុនហេងថ្ងៃមុនជួលអគារខ្ញុំហើយយកទៅសាងសង់អីគេឥឡូវខ្ញុំឃើញចដារបស់ខ្ញុំខូចបាច់បាក់ច្រើនកន្លែងនេះឥឡូវចាំទៅឈុនហេងទៅនេះថ្ងៃស្អែកមកជួបខ្ញុំតិចបានអត់អូខេបាននេះចឹងតែជុំគ្នាហេដូចថ្ងៃមុនហ្នឹងអគារហ្នឹងចុះចូលទៅហើយខ្ញុំឃើញចដាខ្ញុំឥឡូវទៅឥឡូវចដាទៅមិនបើបងដោយសារតែអគារហ្នឹងវាចាស់ហើយខ្ញុំប្រហែលវាមិនតាក់ទងខ្ញុំទេបងប៉ុន្តែខ្ញុំគិតថាបញ្ហាហ្នឹងអ្នកជួលគឺជាអ្នកទទួលខុសត្រូវតែបើឯងទៅលើកិច្ចសន្យាបានលើកឡើងពីបញ្ហារបស់ពួកទៀតអត់អីចាំបើហ្នឹងក៏ស្អាតចេញទេតែជប់តាមកាន់ខ្ញុំហ្មងមុនហ្នឹងម្ចាស់គេគាត់បាននិយាយរឿងកងធាជាមួយខ្ញុំរឿងជួលអគារហ្នឹងដែរបន្ទាប់ពីខ្ញុំបានអានកិច្ចសន្យាជួលអគារហ្នឹងមកក្នុងកងធាហ្នឹងអ្នកជួលអគារគាត់អត់ត្រូវផ្ដល់សំណងឲ្យទៅខាងម្ចាស់អគារទេអត់អីខ្ញុំអត់ព្រមទេតែចាំតែគាត់ជួលអគាររបស់ខ្ញុំហ្នឹងយកសាងសង់អីទៅពួកអីដែររបស់ខ្ញុំណាខូចបាច់បាក់នេះបងឯងអត់ព្រមទេចាំខ្ញុំនិយាយជាមួយនឹងខាងអ្នកជួលគាត់ឲ្យជួយចេញ 50% ចឹងដែរគេបងខ្ញុំគាត់ថាពេលទូអីបែកអូហូតស្ទឹងអីដែរតែខ្ញុំជួយឲ្យវាវិវាទនេះដោះស្រាយបានដោយសារការចូលរួមពីជនទី3តែបើស្នេហាមានអ្នកជនទី3ចូលចាប់ហ្មង